ម៉ាក់ហូឈាមហើយកុំប៉ះខ្ញុំស៊ូយ៉ានកុំកម្រឹកអីខ្ញុំនឹងជូនអ្នកទៅមន្ទីរពេទ្យអាឡូតានេះជាលេខ120មែនទេហើយខ្ញុំកំពុងហូឈាមមានរឿងអ្វីកើតឡើងគ្មានអ្វីទេគ្រាន់តែនាងមានកំហឹងខ្លាំងហើយឆ្លោះជាមួយខ្ញុំពីរម៉ាត់ប៉ុណ្ណោះស៊ូយ៉ានតើអ្នកមិនស្រួលត្រង់ណាឈឺពោះហើយហូឈាមរថយន្តសង្គ្រោះបន្ទាន់នឹងមកដល់ភ្លាមកុំភ័យអីបងស្រីវាងទុកឲ្យខ្ញុំធ្វើវិញអ្នកសម្អាតផ្លូវនៅមាត់ទ្វារសិនទៅកុំឲ្យរថយន្តសែងអ្នកជំងឺចូលមិនរួចខ្ញុំគ្រាន់តែចង់ឲ្យនាងត្រឡប់ទៅផ្ទះឪពុកម្ដាយនាងនៅពី3ថ្ងៃតើអ្នកណាទៅដឹងថានាងទន់ខ្សោយបែបនេះនាងមានផ្ទៃពោះ8ខែហើយមានសម្ពាធឈាមពោះអ្នកទាំងឡាយឲ្យនាងរើទៅនៅជាន់ទី5ដែលគ្មានជណ្ដើរយន្តផ្ទះឪពុកម្ដាយគឺផ្ទះឪពុកម្ដាយមន្ទីរពេទ្យគឺមន្ទីរពេទ្យជីវិតមនុស្សមិនមែនជារបស់ដែលអ្នកយកមកលេងសាច់នោះទេកូនស្រីសៀវយូកូនល្អណាស់កូនម៉ាក់ត្រូវទៅមន្ទីរពេទ្យកូននៅលេងជាមួយអ្នកមីងវាងមួយផ្លែតសិនទៅម៉ាក់កូនក៏ទៅដែរសៀវយូប៉ាជូនម៉ាក់ទៅមន្ទីរពេទ្យស៊ូយ៉ានបងសុំទោសបើកូនមានរឿងអ្វីកើតឡើងខ្ញុំនឹងមិនអត់ទោសឲ្យអ្នកទេបងស្រីឥឡូវខ្ញុំមានការបន្តិចពួកអ្នករៀបចំរួចរាល់ហើយឬនៅខ្ញុំនឹងទិញសម្បត្តិត្រឡប់ទៅវិញនៅថ្ងៃស្អែកកុំឲ្យពួកអ្នកផ្លាស់ប្ដូរចិត្តភ្លាមឲ្យសោះបងស្រីស៊ូយ៉ានចេញឈាមហើយខ្ញុំកំពុងជូនគាត់ទៅមន្ទីរពេទ្យចេញឈាមក៏ចេញទៅគាត់មានកូនទី2ហើយគាត់ដឹងពីដំណើរការហើយខាងខ្ញុំនេះហើយដែលគ្មានកន្លែងទៅពិតប្រាកដអ្នកកុំព្រុសតែគាត់យំលោឡាហើយទុកការងាររបស់ខ្ញុំចោលឲ្យបើ speaker ទូរស័ព្ទស៊ូយ៉ានឥឡូវនេះអ្នកកុំខ្វល់ពីបញ្ហាទាំងនេះអីបើបងយួនតាបងទេវាស័កសមសម្រាប់ខ្ញុំនិងកូនរស់នៅស៊ូយ៉ានកំពុងពោះកូនទី2កុំធ្វើខ្លួនបែបនេះអីលីងសានតើអ្នកចង់រស់នៅក្នុងបន្ទប់មេរបស់ខ្ញុំមែនទេស៊ូយ៉ានអ្វីទៅដែលថាផ្ទះខ្ញុំផ្ទះអ្នកនោះគឺជាផ្ទះប្អូនប្រុសខ្ញុំម៉ាក់ខ្ញុំបាននិយាយថាផ្ទះនោះគឺជាផ្ទះសម្រាប់រៀបការរបស់ត្រកូលលីនរងចាំខ្ញុំពិនិត្យរួចរាល់ខ្ញុំនឹងឲ្យមេធាវីផ្ញើលិខិតជូនអ្នកប្រសិនបើអ្នករើចូលមកដោយមិនមានការយល់ព្រមពីខ្ញុំនឹងចាត់ទុកថាជាការរំលោភបំពានដោយខុសច្បាប់អ្នកហ៊ានមែនទេអ្នកអាចសាកល្បងមើលបានបងស្រីកុំនិយាយទៀតអីសាច់ញាតិកុំធ្វើឲ្យស្ត្រីមានផ្ទៃពោះខាងអីសម្ពាធឈាមរបស់គាត់ឥឡូវនេះមិនទៀបទេវាមានគ្រោះថ្នាក់ខ្លាំងណាស់បងស្រីបើ speaker ទូរស័ព្ទទៅបងយួនលីងសានកំពុងយំបងប្រញាប់និយាយជាមួយនាងទៅរឿងផ្ទះគឺស៊ូយ៉ាននិយាយក្តេសក្តាស់ទេបងមិនអាចឲ្យនាងគ្រប់គ្រងបងបានទេរងចាំនាងសម្រាលកូនរួចអារម្មណ៍នាងនឹងធូរស្រាលហើយស្រីពេលសម្រាលកូនរួចគឺអស់កម្លាំងខ្លាំងណាស់ដល់ពេលនោះបងគ្រាន់តែលួងលោមពីម៉ាត់ទៅបានហើយម៉ាក់ផ្ទះនោះពិតជារបស់ស៊ូយ៉ានមែនកូននិយាយថាអ្វីណាមុនពេលរៀបការគឺជារបស់នាង000250000251ខ្ញុំធ្លាប់ចុះហត្ថលេខាលើឯកសារបញ្ជាក់រួចហើយចុះយ៉ាងម៉េចទៅនាងរៀបការជាមួយកូននាងគឺជាមនុស្សក្នុងត្រកូលលីនកូនក្នុងផ្ទៃនាងត្រកូលលីនតើនាងអាចបណ្ដេញអ្នកទាំងអស់គ្នាចេញបានមែនទេបានចាប់ពីពេលនេះទៅបើគ្មានការអនុញ្ញាតពីខ្ញុំទេអ្នកណាក៏ដោយមិនអនុញ្ញាតឲ្យចូលផ្ទះខ្ញុំឡើយអញកំពុងនៅក្នុងផ្ទះខ្ញុំហើយមែនទេចាក់ចេញក្នុងរយៈពេល10នាទីបើមិនដូច្នេះទេខ្ញុំនឹងហៅប៉ូលីសមកអ្នកហ៊ានគំរាមខ្ញុំមែនទេមិនមែនជាការគំរាមទេគឺជារបាយការណ៍ជូនដំណឹងដំបូងត្រូវពិនិត្យចង្វាក់បេះដូងទារករួចពិនិត្យសម្ពាធឈាមនិងការកន្ត្រាក់ស្បូនចំណែកសាច់ញាតិសូមទៅរៀបចំឯកសារសម្រាប់ពេទ្យស៊ូយ៉ានខ្ញុំនឹងត្រឡប់មកវិញភ្លាមគ្រូពេទ្យនិយាយថាត្រូវសម្រាប់ពេទ្យដើម្បីតាមដានព្រោះមានហានិភ័យនៃការសម្រាលកូនមុនកំណត់000329000331ចុះសៀវយូវិញគឺឲ្យគាត់ចាក់ចេញពីផ្ទះរបស់ខ្ញុំត្រូវហើយឲ្យគាត់ចាក់ចេញពីផ្ទះរបស់អ្នកបច្ចុប្បន្នចង្វាក់បេះដូងទារកនៅធម្មតាប៉ុន្តែការកន្ត្រាក់ស្បូនមិនស្ថិតស្ថេរហើយសម្ពាធឈាមក៏ខ្ពស់ដែរយប់នេះត្រូវតែសម្រាប់នៅមន្ទីរពេទ្យសាច់ញាតិកុំឲ្យស្ត្រីមានផ្ទៃពោះទទួលរងផលប៉ះពាល់ផ្លូវចិត្តទៀតលោកគ្រូពេទ្យខ្ញុំដឹងហើយរាល់ឧបទ្ទហេតុទាំងអស់មិនមែនជារឿងតូចតាចទេជាពិសេសក្នុងស្ថានភាពរបស់នាងពេលនេះគួរតែធានាឲ្យមានបរិយាកាសស្ងប់ស្ងាត់លោកគ្រូពេទ្យបើមានករណីបន្ទាន់ត្រូវវះកាត់នៅពាក់កណ្ដាលអាធ្រាត្រតើខ្ញុំអាចចុះហត្ថលេខាដោយខ្លួនឯងបានទេស៊ូយ៉ានតើអ្នកមានន័យយ៉ាងម៉េចពេលខ្ញុំដឹងខ្លួននឹងកូនឥឡូវនេះអ្នកមានស្មារតីច្បាស់លាស់អ្នកអាចបំពេញលិខិតទេសិតទុកជាមុនបានហើយគួរតែចង្អុលបង្ហាញអ្នកទំនាក់ទំនងបន្ទាន់ដែលទុកចិត្តបានម្នាក់ផងដែរខ្ញុំជាប្តីរបស់នាងមិញនៅលើរថយន្តសង្គ្រោះបន្ទាន់អ្នកនៅទទួលទូរស័ព្ទពីលីងសានទៀតម្ដាយរបស់អ្នកចង់ឲ្យខ្ញុំសម្រាលកូនរួចសិនចាំលួងលោមគាត់តើអ្នកគិតថាខ្ញុំអាចផ្ញើជីវិតឲ្យអ្នកបានទៀតខ្ញុំពិតជាត្រូវការសម្រាប់មែនដូច្នេះការរារាំងបញ្ហាទុកនៅខាងក្រៅមន្ទីរពេទ្យគឺជារឿងតែមួយគត់ដែលអ្នកអាចធ្វើបាននៅពេលនេះម៉ាក់លីងឆេនតើឯងនៅតែជាប្អូនប្រុសរបស់បងមែនទេឥឡូវនេះបងនាំកូនត្រឡប់មកផ្ទះម្ដាយវិញអ្នកទាំងអស់គ្នាបែរជាម្នាក់រុញច្រានបងចេញទៅក្រៅ